Khen chân nhom xong chập rang sát mấy này cứ chỉ là biếm này cả bạc rụp hiệp đầm bay giờ rụp hiệp nắng tới vừa ta mà vậy đâyยังtrong bàn phongនៅក្នុងបណ្ដាញសង្គមផ្សេងផ្សេងអញ្ចឹងការធ្វើរូបភាពនេះសម្រាប់អ្នកដែលគាត់អត់ចេះអង់គ្លេសអញ្ចឹងយើងអាចប្រើ Google Translate ដើម្បីបកនៅអ្វីដែលយើងសរសេរទៅជាភាសាអង់គ្លេសហើយយើងសរសេរអក្សរខ្មែរឥឡូវខ្ញុំឧទាហរណ៍បើសិនតែខ្ញុំចង់បានរូបស្រស់ស្អាតមួយខ្ញុំត្រូវសរសេរបែបម៉េចអញ្ចឹងយើងសរសេរថាយើងសរសេរគោលបំណងរបស់យើងមកយើងថានារីខ្មែរវ័យក្មេងដ៏ស្រស់ស្អាតម្នាក់នាងកំពុងឬក៏ដាក់ថាស្រស់ស្អាតម្នាក់នាងកំពុងអង្គុយក្នុងហាងកាហ្វេហាងកាហ្វេយើងដាក់កន្លែងនេះយើងអាចដាក់ឈ្មោះបានឧទាហរណ៍ថាហាងកាហ្វេVR1 Team អញ្ចឹងទៅបាទបងដាក់បានបងដាក់ប្រទេសណាក៏បានដែរបងទៅសេគោលបំណងថាឲ្យវានៅប្រទេសបារាំងឬនៅប្រទេសណាបានទៀតវាស្គាល់កំពុងអង្គុយក្នុងហាងកាហ្វេឈ្មោះ VR1 Team coffee អញ្ចឹងទៅបាទ VW1 ណា WA អញ្ចឹងមែន អូ VR1 អូផ្លេច VR1 ហើយចង់ឲ្យគាត់កាន់អីឧទាហរណ៍អញ្ចឹងនៅក្នុងហាងកាហ្វេចង់គាត់ឬមិនឲ្យគាត់កាន់ទេអង្គុយនៅលើតុនិងអង្គុយនៅក្នុងហាងកាហ្វេឈ្មោះ VR1 Team ដៃកាន់កែវកាហ្វេដៃកាន់កែវកាហ្វេនៅក្នុងហ្នឹងតើយើងប្រើ nano banana បងអាហ្នឹងទៅមុខទៀតពួកអីវាផលិតផលយើងវាអត់ស្គាល់ទេតើបាទវាមានបញ្ចូលតើប្រើ Google Nano Banana ហ្នឹងបញ្ចូលបានតែបើទៅសេព្រមនៅក្នុងហ្នឹងវាចេញមកកាន់ជាប្រអប់ប៉ុន្តែអត់ដឹងថារូបរាងកាហ្វេយើងមិនទេវាតើមានកន្លែងបញ្ចូលហ៎បងបាទបងអានោះចាំចូលដល់ Nano Banana វិញកាហ្វេដៃកាន់កែវកាហ្វេមើលបញ្ចូលមកទៀតឈ្មោះវាបន្តិចដៃហើយយើងបញ្ចូលទៅលើ background យើងដាក់ផ្ទៃខាងក្រោយឬក៏ background ក៏បានដែរ background មានពន្លឺបាទបងទៅសេចូលនៅក្នុងនឹងទាំងអស់អ្វីដែលបងចង់បានបញ្ចូលនៅក្នុងនឹងឲ្យរូបនឹងចេញមកបែបម៉េចតាមការចង់បានរបស់យើងបងទៅសេគោលបំណងរបស់បងចូលទៅអញ្ចឹងវាចេញមកមាន background មានពន្លឺដ៏ស្រស់ស្អាតក្នុងនេះយើងចង់ឲ្យគាត់អង្គុយតែម្នាក់ឯងឬអង្គុយជាមួយនឹងសង្សារគាត់ក៏បានតែយើងឲ្យគាត់អង្គុយតែម្នាក់ឯងហើយបញ្ចូលនៃការស្លៀកពាក់ផងព្រោះអី AI វាដឹងថាគោលបំណងយើងចង់ឲ្យនារីម្នាក់នឹងគាត់ស្លៀកពាក់មិនទេឬក៏យើងបញ្ចូលបន្ទាប់ពីនេះមកនារីវ័យក្មេងនៅស្រស់ស្អាតម្នាក់ស្លៀកពាក់ស្លៀកពាក់បែប sexy ទាន់សម័យហ្នឹងទៅទាន់សម័យហើយបញ្ចូលដាក់បែបរំទុំទៀតអត់លក្ខណៈឆ្លើយបែបរំទុំរំទុំសេខំចំរំទុំ
chẳng ấy rung tung chạy mơ vào cho nó còn cái sắc lịch bị rung tung trời rung tung bài rung tung nên cầm pung ngọn quayក្នុងហាងកាហ្វេឈ្មោះ VR1 Team Coffee ដៃកាន់កាហ្វេកន្លែងនេះបើអាចដាក់ធ្មេញកដលមកដើម្បីបញ្ជាក់ថាហ្នឹងវាជាឈ្មោះរបស់ហាងដៃកាន់កាហ្វេ background មានពន្លឺដ៏ស្រស់ស្អាតគួរជាទីគយគុណឬក៏មួយយ៉ាងទៀតយើងយករូបភាពណាដែលស្អាតយើងយកមកឲ្យវាសរសេរប្រមឲ្យមកក៏បានដែរដល់ពេលប៉ុណ្ណឹងហើយយើងសរសេរខ្មែរបានហើយយើងមកមើលមកខាងនៃអង់គ្លេសនេះអញ្ចឹងវាដាក់រៀបរាប់ឲ្យហើយនេះមើលមកខ្វះវិញបងមុនណាខ្វះភាសាសំដៅរៀបរាប់ឲ្យច្បាស់អាហ្នឹងយើងក៏បញ្ចូលកូនបាទ copy អក្សរខ្មែរហ្មង Google Translate ហ្មងទៅហើយបើចង់ឲ្យគាត់ញញឹមក៏បានដែរនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់នាងញញឹមហើយស្លៀកពាក់ sexy បែបរំទងញញឹមឲ្យធွာខួចទៅនាងញញឹមបញ្ចូលបន្តិចសិនមកនាងញញឹមម្នាក់ញញឹមពណ៌ខួច AI វាស្គាល់ពណ៌ខួចពណ៌ខួចហើយខ្ញុំដាក់ហើយបន្តមកcopy អង់គ្លេសមក copy យើងមកចាំ select វាអញ្ចេះហ៎ select អញ្ចឹងវាលក្ខណៈថាអ្នកអត់ទាន់សម័យយើង copy ឲ្យខាងក្រៅនេះ copy translate សរសេរមកវា copy translation ហ្នឹងបន្តមកបូក tab ថ្មីមួយទៀតឯខាងលើចំពោះ AI student studio នេះយើងអាចប្រើបាន free Google account free បើយើងអាចប្រើបានដែរ Pro ក៏ប្រើបាននៅក្នុងហ្នឹង search តាមខ្ញុំមកដាក់ថាAI ក៏បានឬក៏ Google AI ក៏បានដែរ AI Studio វាយតែ AI Studio ហ្នឹងមកហើយយកលើយ៉ាមកឥឡូវខ្ញុំចូល link មកទៅចាំខ្ញុំ copy link ឲ្យចូលមកហើយបន្តមកទៀតអ្វីដែលត្រូវជ្រើសរើសគឺយក try Gemini នៅខាងលើនេះចាំឥឡូវចាំខ្ញុំ copy link ឲ្យហ្មងបងអញ្ចឹងវានឹងចូលមកដល់ផ្ទាំងកន្លែងនេះនេះឈ្មោះ Nano Banana អានេះខ្លាំងហ្នឹងឥឡូវផលិតរូបភាពអីដូចរូបពិត Google AI Studio កន្លែងហ្នឹង free សម្រាប់អ្នកទូទៅនៅចូលមកក្នុងនឹងប្រើប្រាស់បានអ្នកអត់មាន Pro ឥឡូវមនីអីចូលដល់ហើយណាជំនាញវិធីធ្លាប់ដឹងហើយថ្ងៃតែឥឡូវដល់ពេលមកដល់កន្លែងហ្នឹងយើងគោលបំណងរបស់យើងចង់បាន Pro មិនដែលយើងបានធ្វើនៅក្នុងនេះយើង copy មកនៅក្នុងនេះវាមាន tool ច្រើនអញ្ចឹងនៅក្នុងថ្ងៃហ្នឹងយើងផ្ដោតទៅលើរូបភាពអញ្ចឹងខ្ញុំសូមអត់បញ្យល់កន្លែងណាផ្សេងទេអញ្ចឹងមកដល់កន្លែងនេះបងចុចមកកន្លែង generate media នេះចុចលើនេះ generate media ចុចវាមួយប៉ចមកអញ្ចឹងវានឹងបង្ហាញផ្ទាំងមួយទៀតអញ្ចឹងកន្លែងនេះអ្វីដែលយើងត្រូវយកគឺ imagine ចុចយក imagine មើលដល់ឃើញពាក្យ imagine ហ្នឹងមកឃើញទេបងបាទចុចចូលក្នុងហ្នឹងមកអូខេអញ្ចឹងមកដល់កន្លែងនេះខ្ញុំបញ្យល់បន្តិចទៅវាមិនតិចដែរទេអញ្ចឹងមកមើលនៅខាងស្ដាំវាមាន option ច្រើននៅក្នុងហ្នឹងកន្លែង
Imagine 4 នេះបើសិនជាចង់បានរូបដែលកម្រិតច្បាស់ហើយល្អចេញមកដូចអ្វីដែលពិតមាន2 option ទី1យក Imagine 4 Ultra 4 Ultra នេះមកហើយឬក៏ Imagine 4 ខាងលើពីរ បាទប៉ុន្តែអា4 Ultra នេះល្អជាង4ធម្មតានេះអញ្ចឹងយកល្អយកអា4 Ultra នេះទៅប៉ុន្តែគាត់ថាវា generate រឿងយូរបន្តិចតែវាមិនយូរខ្លាំងទេវា generate មកច្បាស់ល្អស្អាតហ្មងអញ្ចឹងយកល្អលក្ខណៈថាបើប្រៀបធៀបទៅវាមធ្យមអានេះខ្លាំង Ultra នេះខ្លាំងអញ្ចឹងយក Ultra ហ្នឹងមកបាទហើយបន្តមកទៀតនេះគឺជាចំណាំ number of result អញ្ចឹងកន្លែងហ្នឹងយកបងចង់បានប៉ុន្មាន generate ម្ដងចង់បាន2 3ឬក៏4អញ្ចឹងយក4ទៅអត់អីទេព្រោះអានេះវា generate មានដែនកំណត់ទេអញ្ចឹងយក4យកទៅហើយដល់ពេល aspect ratio នេះជាចំនួនទំហំផ្ដេកប្រឆោយទៅតាមការចង់បានរបស់យើងអញ្ចឹងបើសិនតែយើងសម្រាប់យកផុស TikTok យើងយក3 4ឬក៏9 16នេះមកឬក៏4ជ្រុង1នេះក៏បានដែរអញ្ចឹងតាមធម្មតាខ្ញុំចូលចិត្តប្រើយ៉ាងគេនេះអាពីរនេះ1 1ហើយនឹង3 4ហើយខ្ញុំផុសឃើញវារៀងផ្ទុះគាត់បានដែរអញ្ចឹងខ្ញុំយកអា3 4នេះមកហើយដល់ពេលអាខាងក្រោមនេះបើសិនជាចង់បានច្បាស់ល្អប៉ុន្តែគាត់នៅទំហំវា generate មកវា ស៊ីមេធំអញ្ចឹងបើសិនតែយក 1K វាល្មមសមល្មមអញ្ចឹងយក 2K វារាងធំហើយច្បាស់ដូចតែគ្នាទេអញ្ចឹងខ្ញុំណែនាំឲ្យយក 1K ទៅចុងបន្តមកទៀតយើងផាស Prom របស់យើងមកបងផាស Prom Control V នៅក្នុងខាងក្រោមនេះយើងរើសរួចហើយយើងផាស Prom ហ្នឹងមកអញ្ចឹងខ្ញុំចាប់ផ្ដើមមើលទៅហើយកន្លែងនេះចុច run ចុចមួយប៉ាច់ទៅអញ្ចឹងវានឹងចាប់ផ្ដើម generate រូបឲ្យយើងហើយចាំមើលចង់ដឹងវាអង្គុយក្នុងហាងបែបម៉េចចាំមើលហើយរូបនៅក្នុងនេះកម្រិតច្បាស់មកយើងប្រើច្បាស់ដល់រហូតដល់ 1K ដល់ 2K នេះឃើញចេញមកស្អាតបណ្ដោយញាក់សាច់មក VR1 Team Coffee អញ្ចឹងវាដាក់នៅខាងក្រោយនេះអា brand name ដែលយើងបញ្ចូលមិញហ្នឹងមើលនៅក្នុងនេះអត់ដឹងច្បាស់ទេតើតែមើលកញ្ចក់កុំព្យូទ័រមកនឹងច្បាស់នេះខាងក្រោមទៀតនេះអ្វីដែលយើងបានឲ្យទៅសេមិញហើយបើសិនតែបងចង់បានទៀតនេះទៅបងចុច run វាម្ដងទៀតទៅហើយរូបនេះវាអត់បាត់ទៅណាទេវានឹងចុចចូលមក sale យើងនៅកន្លែងនេះអញ្ចឹងនៅកន្លែងនេះនៅខាងឆ្វេងដៃឲ្យបងមើលសិនវាមានពាក្យថាឲ្យ sale អត់នេះនៅកន្លែងនេះបង enable ជាមួយនឹង Google ណាដើម្បីនៅពេលដែលយើង generate អីក្រៅទៀតវា sale ទុកឲ្យយើង auto នៅក្នុង cloud ហ្មងវាអត់បាត់ទៅណាទេបើសិនតែបងអត់បាន enable វាកន្លែងហ្នឹងទេអញ្ចឹងរូបភាពដែលយើងធ្វើហើយវានឹងបាត់នេះបងមើលនៅខាងឆ្វេងដៃមានឃើញពាក្យ enable អត់បងបាទបងចុចពាក្យ enable មកបើសិនតែឃើញ operator ជួយបងនេះនៅខាងឆ្វេងដៃរកមកពាក្យ enable ជាមួយនឹង Google Drive វានៅជាប់លើនឹងប៉ុន្តែខ្ញុំ enable ហើយវាអត់ឃើញទេអញ្ចឹងកន្លែងហ្នឹងបង enable ទៅដើម្បីទុកឯកសារនៅក្រោយមានឃើញអត់ឃើញចឹងទៅមុខទៀតអញ្ចឹងគោលបំណងរបស់បងគឺឧទាហរណ៍បើសិនតែយើងពេញចិត្តស្រឡាញ់រូបភាពនឹងហើយអញ្ចឹងយើងចង់យកទៅដូរអាវដូរអីផ្សេងឬចង់ឲ្យគាត់កាន់អីផ្សេងយើងអាចធ្វើបានដូចគ្នាបាទឧទាហរណ៍ថាខ្ញុំចង់បានរូបនេះរូបចាមអ្នកនេះគាត់អត់កាន់ពែងកាហ្វេទេឲ្យគាត់កាន់ផលិតផល Winery អញ្ចឹងខ្ញុំ download រូបនឹងមួយមកចុច download នៅខាងក្រោមនេះឃើញសញ្ញាព្រួយ download បាទចុចលើហ្នឹងមកឆ្លាញ់រូបណា download រូបហ្នឹងមកអញ្ចឹងវានឹងឲ្យយើងរើសទីតាំងដាក់យើងចង់ដាក់នៅណាខ្ញុំដាក់កន្លែង download មកដាក់ណាដាក់ទៅបាទបន្តមកទៀតយើងយករូបហ្នឹងយើងឆ្លាញ់រូបហ្នឹងហើយបងចូលមកកន្លែងgenerate media នឹងសារថ្មីមកចុចលើវានឹងមួយប៉ោចមកអញ្ចឹងវានឹងនាំយើងមកដល់កន្លែងដើមវិញកន្លែង try nano banana យើងមកបានណា
nâng ở dương mau ban nát đâm bay ấy ai quạtពីកាន់ពេងកាហ្វេហ្នឹងមកកាន់ផលិតផល Winery របស់យើងបាទអញ្ចឹងចុចចូល Nano Banana ហ្នឹងមកចុចចូលផ្លឹបអញ្ចឹងបងចុចចូលលើ Nano Banana កន្លែងនេះឃើញអត់ហ្នឹងហើយបងនៅពេលដែលចុចចូល Generate Media នេះហើយវាមាន Nano Banana នៅកន្លែងនេះចុចចូលវាមួយប៉ាច់ហើយវានឹងបង្ហាញមកផ្ទាំងនេះទៀតបាទចុចលើ Nano Banana នឹងម្ដងទៀតមកហើយបន្ទាប់មកវានឹងចូលមកអត់មានឃើញអីទៅទេហ្មងអញ្ចឹងអាប្រមខាងក្រោមនេះត្រូវលុបវាចោលនេះព្រោះអានេះវាជា default ប្រមរបស់វាទេខែបន្ទាប់មកអីដែលយើងត្រូវធ្វើយើងត្រូវ upload រូបយើងមិនចូលមកនេះនៅឃើញលេខបូកនៅខាងក្រោមមកបងឃើញទេបាទចុចលើលេខបូកហ្នឹងមកអញ្ចឹងវាមានជម្រើស4ចឹងរូបភាពយើងនៅក្នុងកុំព្យូទ័ររបស់យើងបងយកពី upload file ទៅលើនឹងមួយបត់ចឹងវានឹងនាំយើងទៅយករូបដែលយើងចង់បានអញ្ចឹងទៅដាក់កន្លែងរូបដែលយើងចង់ដាក់ចឹងបើយើងដាក់រូបបើយើងមានរូបខ្លួនឯងយើងស្អាតយើងដាក់រូបយើងបានបងយករូបយើងមកដាក់ទៅអានដែរបាទអញ្ចឹង upload រូបនឹងចូលមកបត់អញ្ចឹងកន្លែងនោះបើសិនតែយើងនៅថ្មីអត់ដែរប្រើសោះវាឲ្យយើងចុចknowledge នេះចុចមួយប៉ាត់អញ្ចឹងរូបភាពហ្នឹងវានឹងចូលមកហើយអញ្ចឹងអីដែលយើងត្រូវធ្វើបន្តទៀតយើងត្រូវ add រូបភាពមកមួយទៀតយើងត្រូវដាក់ពីរព្រោះអីយើងគោលបំណងរបស់យើងចង់ឲ្យកញ្ញាម្នាក់នេះគាត់កាន់ផលិតផលអ្វីមួយដែលយើងចង់ឲ្យគាត់កាន់អញ្ចឹងយើងចូលទៅ upload ម្ដងទៀតបាទ upload file Winery មកអញ្ចឹងខ្ញុំទៅរកផលិតផល Winery ដើម្បីឲ្យគាត់កាន់នេះផលិតផល Winery ប៉ុន្តែផលិតផល Winery នេះដោយសារតែវាធំពេកអញ្ចឹងអាចទៅកាន់គាត់ត្រហ្មងកន្លែងហ្នឹងយើងអាចទៅសេប្រជាប្រមមកគាត់បានថាឲ្យ Winery ហ្នឹងរាងតូចបន្តិចអញ្ចឹង upload Winery ណាដែលយើងចង់ឲ្យគាត់កាន់មកអញ្ចឹង upload មកបានហើយអញ្ចឹងបាន2អញ្ចឹងកន្លែងនេះអាចទៅសេជាភាសាខ្មែរក៏វាស្គាល់ដែរបងកន្លែងនេះអក្សរខ្មែរបើសិនតែយើងទៅសេរៀបរាប់ទៅអាចនឹងមិនពេញលេញទេប៉ុន្តែឥឡូវខ្ញុំសាកសិនព្រោះខ្ញុំធ្វើ down ទេវាស្គាល់អក្សរខ្មែរបងទៅសេមកដាក់ថាសូមបង្កើតរូបឲ្យនារីម្នាក់នេះសូមអ្នកជួយឲ្យនារីម្នាក់នេះជេរថាល្បីដើមជេរនារីម្នាក់នេះដៃកាន់ដៃបដូរពីកាន់កែវកាហ្វេមកកាន់ផលិតផល Winery មកកាន់ប្រអប់ផលិតផលមកកាន់ផលិតផលនិយាយទៅមិនដាក់ Winery ទេវាអត់ស្គាល់ទេក្នុងហ្នឹងនិយាយទៅតម្លាក់អីដែលចង់ឲ្យវាកាន់ទៅវាកាន់ឲ្យឯងបាទមិនដាក់ឈ្មោះឲ្យវាស្គាល់ទេវាអត់ស្គាល់ទេក្នុង Winery ថ្ងៃទេអញ្ចឹងខ្ញុំ copy អានឹងទុកសិនដើម្បីអាចថាអក្សរខ្មែរវាអត់ស្គាល់អញ្ចឹងខ្ញុំមក translate កន្លែងនេះខ្ញុំមក translate កន្លែងនេះខ្ញុំអាចនឹងយកអង់គ្លេសវិញបើសិនតែករណីវាអត់សូវយល់ពីយើងហ្មងនេះយកអង់គ្លេសបាទអញ្ចឹងប៉ុណ្ណឹងហើយយើងកុំអាននេះយើងពិនិត្យមើលអ្វីដែលយើងបញ្ចូលសិនទៅតាមអ្វីដែលយើងនេះអត់ឃើញលុយយើងទៅសេខុសសូមអ្នកជួយឲ្យនារីម្នាក់នេះដៃបដូរពីកាន់កែវកាហ្វេមកកាន់ប្រអប់ផលិតផលហើយសូមផលិតផលមានទំហំតូចល្មមអូខេបន្ទាប់ពីហ្នឹងមកយើងមកមើលនៅខាងស្ដាមទៀតយើងចង់បានទំហំអីគេ aspect ratio នេះវាមាន9:16 3:4 អញ្ចឹងយើងយក3:4មកចឹងអានេះអត់មានចំនួនរូបភាពឲ្យយើងរើសទេគឺបានតែមួយឯងអូខេអញ្ចឹងខ្ញុំទៅណាខ្ញុំចុច run មកអញ្ចឹងរងចាំមើលផលិតផលរបស់យើងថាវាចេញមិនបាទយើងដាក់អង់គ្លេសវិញព្រោះពីច្រើនខ្មែរវាអត់សូវយល់
រៀបរាប់បានបោះក្បាយដូចអង់គ្លេសតែវាស្គាល់នេះឃើញវាកាន់ហ៎ចឹងវាអាចថាសខ្មែរចឹងវាស្គាល់សង្កៅ90%ដែរចឹងបានស្អាតចឹងបានអាដាក់ในសម្លឹងមើលផលបានទៀតបងអញ្ចឹងទៅសេប្រជាព្រមទៀតមកដាក់ថាសូមឲ្យភ្នែករបស់នាងមកសេសខ្មែរមកបើសេសខ្មែរទៅបាទតគ្នាបងនេះបងទៅសេតមកថាសូមឲ្យភ្នែករបស់នាងសំឡឹងផលិតផលមិនដាក់វិញនេះវាស្គាល់ទេបងចុះសំឡឹងទៅសេមិនទេខ្ញុំដាក់ឲ្យវាលិតបានបងសំឡឹងចំទៅសេសំឡឹងសេមិនទេមកthấy em và trong trên không lắng trênវាទៅចេញឲ្យផ្សេងអញ្ចឹងបានសខ្មែរទៅសេត្រូវទៅឲ្យច្បាស់ហ្មងនេះសំឡឹងវាត្រូវហ៎បងទៅសេអត់ត្រូវវាអត់ឲ្យណាបងអសខ្មែរយើងវាច្បាស់គ្រាន់បើដែរហ្នឹងសូមឲ្យភ្នែករបស់នាងសម្លឹងផលិតសម្លឹងមើលសម្លឹងឲ្យដាក់ថែមមើលផងបងចាំវាស្គាល់ផលិតផលដាក់ទៅប៉ុណ្្នឹងមកបង enter មកenter ទៅហ៎ឃើញអញ្ចឹងថែមផលិតផលមកបងកំពុងមកនេះនាទីពេញណាឃើញមើលអត់តែវាដូរទៅជាផលិតផលអញ្ចឹងកន្លែងនេះបើអាចយើងអាចទៅសេឲ្យវារក្សាទ្រង់ទ្រាយផលិតផលវិនិយោគនៅដដែលក៏បានដែរតែនេះមិនយើងភ្លេចបញ្ចូលព្រមមិនដឹងវាឲ្យនឹងអត់ទេមកមើលផលិតផលសូមរក្សាផលិតផលនៅទីតាំងដូចដើមនេះបងគាត់តែចុចនេះមកនេះចុចrun នៅខាងលើនេះ return this run ចុចសញ្ញា Gemini អាផ្កាយនេះអូអញ្ចឹងបន្ទាប់មកវានឹង generate ឲ្យម្ដងទៀតហើយរូបភាពអាខាងក្រោមមិញវាបំបត្តិចោលខ្លួនឯងអូតូមកបានហើយឥឡូវមើលមកនេះវាមើលផលិតផលតែរក្សាទ្រង់ទ្រាយនៅដដែលយើងអាចទៅសេខ្មែរបានអត់ដែរហើយនៅខាងក្រោយនេះVR1 team នេះបងយើងអាចបញ្ជាឲ្យវាលុបចោលហើយដាក់ជា brand name V Cafe V Cafe វិនិយោគយើងបានទៀតឥឡូវជាមួយខ្ញុំសាកឲ្យមើលហ្នឹងហើយ Micro ហ្នឹងហើយដាក់ Micro បានហើយអញ្ចឹងទៅសេមកថាសូមបងជួយលុបlogo brandខាងក្រោយឈ្មោះថា WA1 Coffee ទៅជាVicro ឬក៏ហ្នឹងយើងដាក់Vicroបានអញ្ចឹងបន្ទាប់មកយើងគាត់តែនេះមកចុច run ទៅវានឹងលុបឲ្យហើយវាដូរទៅជាពាក្យ Vicro ខ្ញុំសេអង់គ្លេសមកសេG1 Vicro remove Cycon
នេះបើទៅសេអង់គ្លេសវា remove ឲ្យច្បាស់ហ្មងដាក់អីវាចំនឹងហ្មងតែបើខ្មែរវារៀងញ៉ៃញ៉ៃតិចអញ្ចឹងយើង remove អាក្រោយចោលហ្មងតែបើចូលមកក្នុង Nano Banana រៀងកាត់ទំហំបន្តិចព្រោះឥឡូវវាអត់ទាន់ update ដល់អាកម្រិតច្បាស់ហើយព្រោះបើសិនជាយើង generate ចេញមកពី Imagen ច្បាស់វាសូវច្បាស់វាកាត់ទំហំតែថ្ងៃមុខទៀតវានឹង update ឲ្យហើយប៉ុណ្ណឹងអាចប្រើបានណាបងណាអញ្ចឹងអានឹងវាចូលមកដល់ហើយចាំអូខេបងចង់ដឹងអាកន្លែងនេះណាបងអូខេអាហ្នឹងក៏បាទយើងបានពីរហើយ Nano ហើយនិង Imagen កន្លែងហ្នឹងក៏មានអត្ថប្រយោជន៍ដែរពូខ្ញុំធ្លាប់ធ្វើនៅក្នុងហ្នឹងដែរដូចជាវីដេអូមួយនៅក្នុង TikTok ខ្ញុំធ្វើជាសំឡេង AI ហ្មងបងអាហ្នឹងចាំខ្ញុំប្រាប់តែឥឡូវយើងចេះពីហើយ Imagen គឺជាកន្លែងដែលយើងទៅសេព្រមយកមកបង្កើតជារូបភាព Imagen ណាបងហើយកម្រិតរូបភាពវាគឺច្បាស់ទៀតរហូតដល់ 2K ចាប់ពី 1K មកអាហ្នឹងគឺជាកន្លែងដែលយើង generate រូបភាពអត់មានដែនកំណត់ទេសម្រាប់ free user ក៏គាត់អាចប្រើប្រាស់បានដែរដូច account ខ្ញុំនេះគឺ free user តែខ្ញុំអត់មាន pro ទេបន្ទាប់មក Nano Banana គឺជា tool មួយសម្រាប់កែទៅលើរូបភាពរបស់យើងចង់ឲ្យរូបភាពយើងទៅជាបែបម៉េចយើងដូរអាវយើងដូរសក់យើងដូរមុខដូរខោអាវចង់ឲ្យស្លៀកម៉េចឬក៏ថតនៅមុខឡានអីថតនៅមុខផ្ទះល្វែងផ្ទះវីឡាអីគឺយើងធ្វើបានទាំងអស់នៅក្នុង Nano ហ្នឹងយើងអាចធ្វើបានគ្រប់យ៉ាងអ្វីដែលយើងចង់បានហើយយើងសរសេរព្រមប្រាប់គាត់បញ្ជាក់ឲ្យច្បាស់ទៅគាត់នឹងអាចធ្វើបានហើយអានឹងសម្រាប់ Nano Banana អញ្ចឹង Nano Banana នេះមានភាពខុសគ្នាបើសិនជាបងប្រើនៅក្នុង Gemini Pro ក៏មានដែរ Gemini ធម្មតាអត់ Pro ក៏មានប៉ុន្តែវាមានដែនកំណត់សម្រាប់ Gemini Free User ប៉ុន្តែវាអត់មានវាមានដែនកំណត់ហើយវាអត់មាន aspect ratio ឲ្យយើងជ្រើសរើសទេវាលក្ខណៈថារូបយើងពីដើមមកមិន4ជ្រុងឬក៏រូបសប៉ែតដាក់ចេញមកគឺសប៉ែតអូតូមកវាអត់មាន tool សម្រាប់យើងជ្រើសរើសមកនេះនៅក្នុងបងបើកនៅក្នុង Gemini មកមានហើយនៅក្នុង tool នេះក្នុង tool អញ្ចឹងយើងមានពាក្យថា create image អញ្ចឹងវាដាក់រូបចេកហ្នឹងបងនេះរូបចេកហ្នឹងមានន័យថា Nano Banana AI នៅក្នុងហ្នឹងវាដាក់បញ្ចូលប៉ុន្តែយើងប្រើនៅក្នុង Gemini វាអត់មាន aspect ratio ឬក៏ទំហំសម្រាប់ឲ្យយើងជ្រើសរើសទេអញ្ចឹងកន្លែងហ្នឹងគួរកុំធ្វើនៅក្នុងហ្នឹងវិញល្អជាងយើងធ្វើនៅក្នុងNano Banana នៅក្នុង Google AI Studio បានមាន option ច្រើនសម្រាប់យើងជ្រើសរើសដល់ពេលខាងក្រោមនេះGemini Speech Generation កន្លែងហ្នឹងគឺជាកន្លែងដែលយើងត្រូវបញ្ចូលអត្ថបទជាភាសាខ្មែរឬក៏ភាសាអីក៏ដោយនៅលើសកលលោកយើងអាចបញ្ចូលទៅវាអាចអានឲ្យបានណាបងឥឡូវឧទាហរណ៍ខ្ញុំយកអត្ថបទនេះជាភាសាខ្មែរអញ្ចឹងខ្ញុំដាក់វាអានច្បាស់ហ្មងហើយកន្លែងនេះមាន2ហ្មងនៅខាងស្ដាំនេះមាន mode នេះ mode ហ្នឹងមាន multi speaker audio ហើយនិង single speaker អញ្ចឹងអា multi នេះគឺសម្រាប់មនុស្សចាប់ពី2នាក់ឡើងសម្រាប់និយាយជជែកគ្នាដូចឧទាហរណ៍ខ្ញុំជជែកជាមួយមនីជជែកមួយរក្សាជាមួយវុធីអីចឹងទៅអាហ្នឹងលើសពី2នាក់បានហើយសម្រាប់ single នេះគឺសម្រាប់មនុស្សតែម្នាក់ឯងដូចអ្នកអានសារព័ត៌មានអញ្ចឹងណាហ្មងអញ្ចឹងកន្លែងនេះបងផាសអក្សរខ្មែរចូលមកហើយនៅខាងក្រោមនេះវាពាក្យថា voice នេះគឺរើសចំនួនសំឡេងរើសសំឡេងប្រភេទប្រុសឬក៏ស្រីអញ្ចឹងបងចុចស្ដាប់វាសិនទៅ What's a skill you'd like to do? Got a project in mind? បងចង់បានសំឡេងបែបណាបងរើសបែបហ្នឹងមក Ready to make something amazing? ឥឡូវខ្ញុំយកសំឡេងបែបមួយនេះហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមផាសអក្សរខ្មែរប្រហែលក៏បានដែរនៅក្នុងនេះវាអត់មានដែនកំណត់ទេអក្សរវែងប៉ុណ្ណាក៏បានដែរអញ្ចឹងបន្ទាប់មកចុច run នៅខាងក្រោមនេះចុច run ទៅចាំមកសបកទៅវានឹងអានអក្សរខ្មែរយើងនឹងឲ្យហើយអានច្បាស់ទីប៉ុណ្ណឹងគាត់ថាវានៅតង់អង់គ្លេសនៅឡើយតែអាចមកយកប្រើការបាន
សូមអ្នកជួយឲ្យនារីម្នាក់នេះដាច់ដូរពីកាន់កែវកាហ្វេមកកាន់ប្រអប់ផលិតផលហើយសូមផលិតផលមានទំហំទូចល្មម ទូច អានតូចទៅទូច វាអានតាមភាសាធម្មជាតិខ្មែរយើងហ្នឹងមួយអាហ្នឹងអូខេបងយកបានណាបងហ្នឹងណាដល់ពេលមកដល់កន្លែងVO នេះជាកន្លែងផលិតវីដេអូដូចគ្នាដែរបងប៉ុន្តែវាអត់ទាន់មានមុខងារមួយសម្រាប់ឲ្យយើងវាអត់មានសំឡេងទេអញ្ចឹង VO2 នេះជាប្រភេទ VO2 ដែលអត់ generate មានតែសកម្មភាពកាយវិការតែអត់មានឮសំឡេងនិយាយមានអីណាបងអាហ្នឹងសម្រាប់គេដូចជាគេផុស build TikTok អីគេអាចយកអាហ្នឹងទៅធ្វើបានឬក៏យើងធ្វើប្រភេទជា voice over បានអាហ្នឹងយើងបញ្ចូលព្រមដូចគ្នាឧទាហរណ៍ខ្ញុំចង់បានរូបមនុស្សស្រីម្នាក់មិញកន្លែងនេះសរសេរព្រមមកមិនសរសេរអីច្រើនទេគាត់វាចាប់ទៅលើរូបភាពហើយបងគាត់ឲ្យយើងដាក់ថា create to video ប៉ុណ្ណឹងទៅបងក៏ចុច run ទៅវាដើរបន្ថែមព្រមមែនបងបានបងចង់បញ្ចូលមិនក៏បានដែរនៅក្នុងហ្នឹងអត់អីទេរូបភាពមួយហ្នឹងបងចង់ឲ្យវារួមក៏បានដែររួមបានចង់ឲ្យធ្វើអីធ្វើចំអិនអាហារធ្វើអីបងបញ្ចូលព្រមទៅប៉ុណ្ណាគោលដៅពេលនេះគឺខ្ញុំចង់ឲ្យតែចេញជាវីដេអូទេអញ្ចឹងណាអាចទៅសេបជាឲ្យគាត់រួមបានទៀតបាទផ្ទះអាចនឹងគាត់ដាក់បញ្ចូលដោយខ្លួនឯងហ្មងនៅក្នុងរូបភាពហ្នឹងតែបើយកល្អយើង generate ឲ្យត្រូវគោលដៅទៅបើថាគាត់កាន់អីយើងឲ្យគាត់ធ្វើនោះទៅព្រោះនៅពេលដែលឲ្យគាត់បញ្ចូលខ្លួនឯងអាចនឹងវាអត់ត្រូវតាមចិត្តរបស់យើងអាហ្នឹងប្រភេទអត់ឮសំឡេងទេបងយើង VO2 បាន8 second ដូចគ្នាបងដូចអា VO3 ដែរតែប៉ុណ្ណឹងបងបាទនឹងនិយាយអីយើងអត់ដឹងនិយាយអីដែរតែសំខាន់មានអារម្មណ៍ថាគាត់ដូចស្រឡាញ់ផលិតផលហ្នឹងប៉ុន្តែនៅក្នុងមួយថ្ងៃនេះបងមើលអានេះមិនមួយថ្ងៃទេមួយខែមកមើលឥឡូវខ្ញុំព្រីកកើតទេ9 10អញ្ចឹងមានន័យថាក្នុងមួយខែបង generate បានតែ10វីដេអូទេអញ្ចឹងតើដាច់ពីមួយខែហើយវាឲ្យ10វីដេអូទៀតនៅក្នុងហ្នឹងយើងវាមានដែនកំណត់តែបើរូបភាពមានដែនកំណត់ទេហើយកន្លែងនេះយើងចង់បានម្ដង4ក៏បានប៉ុន្តែម្ដង2បើសិនតែយកម្ដង2វាកាត់ credit នៅក្នុងនេះដែរនិយាយទៅមុខងារ5នេះអស់ហើយនៅក្នុង Google AI Studio ណាបងបើនៅក្នុង chat នេះដូចលក្ខណៈថាយើង chat និយាយជាមួយគាត់ព័ត៌មានភ្លាមដូចថាខ្ញុំ chat ទៅមនីអញ្ចឹងទៅមនីឆ្លើយតបមកភ្លាមខ្ញុំ chat ទៅ AI ក៏អញ្ចឹងដែរ AI ឆ្លើយតបមកភ្លាមអាចនិយាយភាសាខ្មែរបានទៀតតែតើយើងមាន mixer ដោតបើគាត់និយាយឮមកវាច្បាស់អូកុំតែខ្ញុំអត់ស្មន់បាទនៅមានមុខងារមួយទៀតតែបញ្យល់ថ្ងៃហ្នឹងអត់អស់ទេបងអានោះតែខ្ញុំបង្ហាញសិនតែខ្ញុំអត់ต้องបញ្យល់ទេបង Google Vis អាហ្នឹងក៏អត្ថប្រយោជន៍ច្រើនដែរតែចាំស្អែកទៀតទៅបងចូល lab Google នេះនៅក្នុងហ្នឹងវាមាន option 3អញ្ចឹងអាខាងស្ដាំនេះ Music FX នេះគឺសម្រាប់យើងប្រគំតន្ត្រីដោយប្រើ AI យើងប្រគំបទភ្លេងអញ្ចឹងណាបងធ្វើបទញាក់បទអីបានទាំងអស់នៅក្នុងហ្នឹងRemix Image FX នេះគឺកន្លែង generate រូបភាពដែរអត់មានដែនកំណត់ដូចគ្នាសម្រាប់ flow នេះកន្លែងយើងបង្កើតវីដេអូមិនសមមិញហ្នឹងបងVO3 នេះនៅ Google Vis មួយទៀត Google Vis នេះក៏មានអត្ថប្រយោជន៍ច្រើនដែរនៅក្នុងការផលិតរូបភាពហើយក៏អាចផលិតជាវីដេអូបានដែរតែគាត់ថានៅក្នុងមួយថ្ងៃយើងបើកប្រើបានតែ3ទេ3វីដេអូហើយក៏យើងអត់មាន aspect ratio សម្រាប់ជ្រើសរើសដែរហ្នឹងណាអាហ្នឹងយើងអាចប្រើ free user បានកន្លែងនេះឥឡូវចាំស្អែកទៅព្រោះអីបញ្យល់វាវិញឆ្ងាយទៀតហ្នឹងគាត់ខ្ញុំអត់ស្គាល់សិនណាបាទស៊ូយអត់ទេដោយសារតែកុំព្យូទ័រអស់ថ្មចិត្តអត់លុតទៅនេះ5%ហើយអញ្ចឹងវីដេអូហ្នឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយសង្ឃឹមថាបងអាចយកទៅធ្វើបានហើយនេះអាចយកធ្វើបានរក្សាហើយតស៊ូទីហ្នឹងហើយអរគុណ